និងបងប្អូនទាំងអស់គ្នាខ្ញុំរៀននៅសាកលវិទ្យាល័យភ្នំពេញបាត់ដំបង Telecommunication and Electronic Engineering ខ្ញុំមកពីក្រុមទី3ដែលមានសមាជិក4នាក់ខ្ញុំបានឈ្មោះប្រធានថាហេមសំណាងម៉ាត់ទៀនិងម៉ាត់ផូទីម៉ាហើយក្រុមយើងខ្ញុំមាន topic 4ផ្សេងៗគ្នាដែលថ្ងៃនេះខ្ញុំមកនិយាយទាក់ទងជាមួយនឹង Steam Energy ដែល content ថ្ងៃនេះខ្ញុំមកលើកនិយាយទាក់ទងជាមួយនឹង introduction process macro positive and negative impact ចំណុចដំបូងដែលយើងត្រូវលើកមកនិយាយគឺ introduction ម៉ាស៊ីនចំហាយទឹកនឹងវាគឺជាម៉ាស៊ីនដែលប្រើប្រាស់កម្ដៅដើម្បីបំលែងទឹកទៅជាចំហាយរួចប្រើប្រាស់កម្លាំងទឹកនៃចំហាយទឹកនេះក្នុងម៉ូតបង្កើតបានជាចលនាមេកានិកហើយម៉ាស៊ីនចំហាយទឹកទាំងអស់នេះឲ្យបានផ្លាស់ប្ដូររបបគំហើញទូទាំងពិភពលោករចនាសម្ព័ន្ធទាំងអស់នេះបានក្លាយជាការបង្កើតការប្រើប្រាស់ពីការធ្វើកសិកម្មដោយប្រើប្រាស់កម្លាំងមនុស្សនិងសត្វមកប្រើប្រាស់កម្លាំងម៉ាស៊ីនវិញចូលដល់ចំណុចទី2គឺ process ដំណើរការរបស់ម៉ាស៊ីនចំហាយទឹកហ្នឹងវាមាន4ដំណើរការគឺការដុតកម្ដៅការបង្កើតចំហាយទឹកការបង្កើតចលនានិងការបំលែងចលនាចូលដល់ចំណុចការដុតកម្ដៅគឺគេដុតជុំថ្មឬក៏អស់ហ្នឹងដើម្បីឲ្យកម្ដៅនៅក្នុងធុងបិទជិតវាមានកម្ដៅដំណើរការចំហាយទឹកនៅពេលទឹកពុះវាបង្កើតបានជាចំហាយទឹកដែលមានសម្ពាធខ្លាំងហើយវាក៏បានបង្កើតប្រព័ន្ធមួយគឺគុយ5ស្មើទៅ8បូកអីគុយ L ដំណើរការបន្តគឺដំណើរការបង្កើតចលនាចំហាយទឹកនោះត្រូវបានបញ្ជូនទៅក្នុងស៊ីឡាំងដើម្បីច្រានពីស្តុងឲ្យមានចលនាចុះឡើងដំណើរការចុងក្រោយគឺដំណើរការបំលែងចលនាចុះឡើងនៃពីស្តុងត្រូវបានភ្ជាប់ទៅនឹងកង់ឬក៏កង់វិលដើម្បីទាញម៉ាស៊ីនផ្សេងៗឲ្យវាដំណើរការចំណុចទី3គឺចំណុច maker អ្នកបង្កើតនិងអ្នកអភ័ព្វសំខាន់ទោះបីជាមានការពិសោធន៍តាំងពីសម័យបុរាណប៉ុន្តែបុគ្គលដែលធ្វើឲ្យជោគជ័យមានដូចជាលោក Thomas Newcomen នៅឆ្នាំ1712អ្នកបង្កើតម៉ាស៊ីនចំហាយទឹកដំបូងសម្រាប់បូមទឹកចេញពីអណ្ដូងរ៉ែបន្ទាប់មកអ្នកដែលបានអភិវឌ្ឍបន្ទាប់ពីលោក Thomas Newcomen លោក James Watt នៅឆ្នាំ1765គាត់បានកែលម្អឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុននិងអាចប្រើប្រាស់ក្នុងវិស័យផ្សេងៗបានយ៉ាងទូលំទូលាយហើយឈ្មោះរបស់គាត់ក៏គេយកទៅដាក់តាមនៃស្ថានីយ៍ថាមពលគឺ Watt ចំណុចចុងក្រោយគឺ positive and negative impact ផលវិជ្ជមាននិងផលអវិជ្ជមានផលវិជ្ជមានរួមមានដូចជាការបង្កើតសមត្ថភាពផលិតកម្មអភិវឌ្ឍវិស័យដឹកជញ្ជូនការបង្កើតការងារការរីកចម្រើននៃទីក្រុងផលអវិជ្ជមានវិញរួមមានដូចជាការបំពុលបរិស្ថានលក្ខណៈការងារអាក្រក់បានបញ្ហាសុខភាពបាត់បង់ការងារបែបពេញនេះនៅក្នុងមេរៀន Steam Energy ក៏មានតែប៉ុណ្ណឹងខ្ញុំសូមអរគុណហើយកិច្ចបន្ទាប់ក៏ខ្ញុំផ្ដល់ឲ្យកូនក្រុមរបស់ខ្ញុំជាអ្នកបកស្រាយបន្តគឺឈ្មោះគ្នាសំណាងដែលគាត់បកស្រាយទៅលើ topic មួយដែលមានឈ្មោះថា Refrigerator ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះហ៊ីមសំណាងមកពីក្រុមទី3ថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញនិយាយអំពីទូទឹកកកអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ថាអីជាទូទឹកកកហើយដោយសារតែនៅសម័យបច្ចុប្បន្នវាទំនើបគ្រប់ផ្ទះសុទ្ធសឹងតែមានទូទឹកកកសម្រាប់ប្រើប្រាស់អញ្ចឹងខ្ញុំមកបញ្យល់បន្ថែមពីទូទឹកកកឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់ជាងនេះទៅទៀតទូទឹកកកគឺជាឧបករណ៍អេឡិចត្រូនិកឬសម្ភារៈផ្ទះបាយសម្រាប់រក្សាទុកគ្រឿងបរិភោគដូចជាបន្លែត្រីសាច់ឲ្យនៅស្រស់បានល្អផ្អែកលើសីតុណ្ហភាពត្រជាក់ក្នុងកម្រិតដែលអ្នកប្រើប្រាស់ចង់បានធាតុផ្សំសំខាន់នៃប្រព័ន្ធទូទឹកកកមាន4ចំណុចទី1គឺម៉ាស៊ីនបង្ហាប់ចំណុចទី2ខ្សែបញ្ចេញកម្ដៅចំណុចទី3ធាតុបិទបើកនិងចំណុចទី4ឧបករណ៍រំពួតអញ្ចឹងនិយាយពីចំណុចទី1ម៉ាស៊ីនបង្ហាប់
គឺជាថាមពលនៃវដ្តទូទឹកកកវាត្រូវបានរុញដោយម៉ូទ័រហើយបង្វិលជាបន្តបន្ទាប់បន្ថែមពីនេះវាមាននីតិទាញយកចំហាយទឹកនៅក្នុងរំហួតឲ្យទាន់ពេលវេលាដើម្បីរក្សាសីតុណ្ហភាពទាបនិងសម្ពាធទាបតាមរយៈការបង្ហាត់វាក៏ធ្វើឲ្យមានការប្រសើរឡើងនៅសម្ពាធនិងសីតុណ្ហភាពសម្រាប់ផ្ទេរកម្ដៅទៅកាន់មជ្ឈដ្ឋានខាងក្រៅនោះគឺចំហាយនៃទូទឹកកកមានសីតុណ្ហភាពទាបនិងសម្ពាធទាបត្រូវបានបង្ហាត់ទៅសីតុណ្ហភាពខ្ពស់និងសម្ពាធខ្ពស់ដោយនេះចំហាយទូទឹកកកត្រូវបានខាត់ដោយសារខ្យល់ហើយប្ដូរពីសីតុណ្ហភាពធម្មតាទៅជាឧបករណ៍ផ្ទុកធាតុត្រជាក់ចំណុចបន្ទាប់ចំណុចទី2គឺខ្សែបញ្ចេញកម្ដៅជាឧបករណ៍ផ្លាស់ប្ដូរកម្ដៅមុខងាររបស់វាគឺប្រើឧបករណ៍ត្រជាក់បានមកពីបរិស្ថានដូចជាខ្យល់ឬទឹកដើម្បីយកកម្ដៅពីទូទឹកកកដែលមានសីតុណ្ហភាពខ្ពស់និងសម្ពាធខ្ពស់នៃម៉ាស៊ីនបង្ហាត់ដោយខ្លួនឯងដើម្បីធ្វើឲ្យវាត្រជាក់ចំហាយទឹកត្រជាក់ចូលទៅក្នុងអង្គធាតុរាវក្នុងទូទឹកកកដែលមានសម្ពាធខ្ពស់និងសីតុណ្ហភាពខ្ពស់ចំណុចបន្ទាប់គឺចំណុចទី3ធាតុបិទបើកធាតុបិទបើកគឺជាអង្គធាតុរាវនៅក្នុងទូទឹកកកមានសម្ពាធខ្លាំងនៃសីតុណ្ហនិងមានសីតុណ្ហភាពធម្មតាហើយវាត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ឧបករណ៍រំហួតដែលមានសីតុណ្ហភាពទាបវត្ថុរាវនៃទូទឹកកកដែលមានសម្ពាធខ្លាំងនិងសីតុណ្ហភាពធម្មតាត្រូវបានឆ្លងកាត់ធាតុកាត់បន្ថយសម្ពាធដើម្បីទទួលបាននូវទូទឹកកកដែលមានសីតុណ្ហភាពទាបនិងសម្ពាធទាបហើយបញ្ជូនទៅកាន់ឧបករណ៍រំហួតដោយកម្ដៅបំពង់ capillary ជារឿយៗត្រូវបានគេប្រើជាធាតុបិទបើកនៅក្នុងទូទឹកកកនិងម៉ាស៊ីនត្រជាក់ចំណុចចុងក្រោយគឺជាចំណុចទី4ឧបករណ៍រំហួតគឺជាឧបករណ៍ផ្លាស់ប្ដូរកម្ដៅពីអង្គធាតុដែលមានសីតុណ្ហភាពទាបនិងសម្ពាធទាបហើយរំហួតចូលទៅក្នុងចំហាយទឹកដើម្បីសម្រេចបាននូវការបង្កើតវត្ថុផ្សេងៗនៅក្នុងទូទឹកកកសីតុណ្ហភាពរំហួតត្រូវបានកែតម្រូវពី26ទៅ20អង្សាសេចុងក្រោយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលខំចំណាយពេលវេលាស្ដាប់ជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នានេះខ្ញុំឈ្មោះម៉ាត់ផាទីម៉ាស់មកពីក្រុមទី3ថ្ងៃនេះនឹងមកធ្វើបទបង្ហាញអំពី air conditioner ហើយនឹង head ផងម៉ាស៊ីនត្រជាក់និងម៉ាស៊ីនបូមកម្ដៅគឺជាឧបករណ៍ដែលត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងសីតុណ្ហភាពនៅក្នុងផ្ទះពួកវាដំណើរការទៅតាមគោលការណ៍មូលដ្ឋានដូចគ្នាប៉ុន្តែវាត្រូវបានប្រើប្រាស់នៅក្នុងគោលបំណងខុសគ្នាចំពោះair conditioner ម៉ាស៊ីនត្រជាក់ត្រូវបានប្រើជាចម្បងសម្រាប់ធ្វើឲ្យបន្ទប់ត្រជាក់វាទាញយកកម្ដៅពីអគារហើយបញ្ចេញទៅខាងក្រៅវិញម៉ាស៊ីនត្រជាក់ប្រើប្រាស់សារធាតុបញ្ចុះកម្ដៅ refrigerants ម៉ាស៊ីនបង្ហាំ compressor កង្ហាបឺតកម្ដៅ condenser និងកង្ហាបញ្ចេញភាពត្រជាក់ evaporator ដើម្បីស្រូបកម្ដៅពីខ្យល់ក្នុងផ្ទះនិងបង្កើតខ្យល់ត្រជាក់ម៉ាស៊ីនត្រជាក់ត្រូវបានគេប្រើប្រាស់នៅតាមផ្ទះការិយាល័យនិងសាលារៀនជាដើមជាពិសេសនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅម៉ាស៊ីនត្រជាក់វាមានច្រើនប្រភេទទី1មានម៉ាស៊ីនត្រជាក់ប្រភេទជញ្ជាំងប្រើនៅតាមផ្ទះឬការិយាល័យមានឧបករណ៍ពីរខាងក្នុងនិងខាងក្រៅហើយឧទាហរណ៍មួយទៀតគឺម៉ាស៊ីនត្រជាក់ប្រភេទបង្អួចដំឡើងនៅលើបង្អួចហើយវាសមស្របសម្រាប់បន្ទប់តូចៗទី3គឺម៉ាស៊ីនត្រជាក់ប្រភេទចល័តវាអាចផ្លាស់ទីបានទៅកន្លែងណាក៏បានដែលអាស្រ័យលើយើងហើយវាមិនចាំបាច់ដំឡើងថេរនោះទេទី4ម៉ាស៊ីនត្រជាក់ប្រភេទកណ្ដាលវាប្រើនៅអគារធំៗដូចជាផ្សារឬក៏សន្តាគារហើយទី5ម៉ាស៊ីនត្រជាក់ប្រភេទ inverter វាសន្សំសំចៃអគ្គិសនីនិងកាត់បន្ថយសំឡេងផងដែរហើយចូលមកដល់ head pump វាគឺជាម៉ាស៊ីនបូមកម្ដៅដំណើរការនៅក្នុងទម្រង់ស្រដៀងគ្នាដែរប៉ុន្តែវាមានសមត្ថភាពច្រើនយ៉ាងជាងម៉ាស៊ីនត្រជាក់វាត្រូវបានប្រើប្រាស់សម្រាប់ធ្វើឲ្យត្រជាក់និងធ្វើឲ្យក្ដៅនៅក្នុងរដូវក្ដៅម៉ាស៊ីនបូមកម្ដៅដំណើរការ
នៅក្នុងរដូវក្តៅម៉ាស៊ីនបូមកម្ដៅដំណើរការដោយម៉ាស៊ីនត្រជាក់ដែរដោយវាទាញយកកម្ដៅពីក្នុងផ្ទះចេញទៅក្រៅប៉ុន្តែនៅក្នុងរដូវរងាវាបង្វែរដំណើរការនេះមកវិញដោយនាំយកកម្ដៅពីខាងក្រៅអំដោយនាំយកកម្ដៅពីខាងក្រៅចូលមកក្នុងអគារទោះបីជាអាកាសធាតុខាងក្រៅត្រជាក់ក៏ដោយចំណុចនេះវាធ្វើឲ្យម៉ាស៊ីនបូមកម្ដៅមានប្រសិទ្ធភាពថាមពលខ្ពស់ជាងប្រព័ន្ធកម្ដៅបែបបុរាណចំពោះឧទាហរណ៍របស់ម៉ាស៊ីនបូមកម្ដៅគឺទី1ម៉ាស៊ីនបូមកម្ដៅសម្រាប់ប្រើនៅតាមផ្ទះវាបូមកម្ដៅពីខ្យល់ខាងក្រៅចូលទៅក្នុងផ្ទះដោយប្រើកម្ដៅនៅក្នុងរដូវរងាហើយត្រជាក់នៅក្នុងរដូវក្តៅ2ម៉ាស៊ីនបូមកម្ដៅពីដៃវាបូមកម្ដៅពីដៃដែលក្រោមដៃមានសីតុណ្ហភាពថេរហើយវាក៏សន្សំសំចៃថាមពលជាច្រើនផងដែរហើយទី3ម៉ាស៊ីនបូមកម្ដៅសម្រាប់ទឹកក្តៅវាប្រើបង្កើតទឹកក្តៅសម្រាប់ងូតឬក៏ប្រើសម្រាប់ធ្វើអ្វីផ្សេងៗនៅក្នុងផ្ទះជាដើមហើយវាក៏សន្សំសំចៃជាងសន្សំសំចៃភ្លើងជាងម៉ាស៊ីនកម្ដៅធម្មតា4ម៉ាស៊ីនបូមកម្ដៅក្នុងម៉ាស៊ីនត្រជាក់ម៉ាស៊ីនត្រជាក់ខ្លះវាអាចបំលែងជាម៉ាស៊ីនកម្ដៅបានហើយវាប្រើប្រព័ន្ធដូចគ្នាប៉ុន្តែប្ដូរទិសដៅកម្ដៅ5ម៉ាស៊ីនបូមកម្ដៅក្នុងឧស្សាហកម្មប្រើក្នុងរោងចក្រដើម្បីផ្ទេរកម្ដៅសម្រាប់ផលិតកម្មវាជួយសន្សំសំចៃថាមពលនិងកាត់បន្ថយចំណាយផងដែរអរគុណជំរាបសួរលោកគ្រូសួស្តីអ្នកនរគ្នាខ្ញុំមកពីក្រុមទី3ថ្ងៃនេះខ្ញុំមកនិយាយពីចម្ពោះទី15energy resources ហ្នឹងមានន័យថាប្រភពនៃធនធានថាមពលអញ្ចឹងចំណុចទី1យើងនិយាយពីនិយមន័យចឹងនិយមន័យនៃប្រភពធនធានថាមពលនោះមានន័យថាជាធនធានថាមពលដែលមនុស្សប្រើប្រាស់ដើម្បីផលិតថាមពលសម្រាប់ជីវិតប្រចាំថ្ងៃដូចជាអគ្គិសនីកម្ដៅផលិតកម្មឬក៏ដំណើរការយានយន្តអីហ្នឹងអាហ្នឹងគេហៅថាប្រភពនៃធនធានថាមពលអីចំណុចលេខ2យើងមកនិយាយពីប្រភពធនធានថាមពលប្រភពនៃធនធានថាមពលហ្នឹងវាមានពីរប្រភេទទី1គឺធនធានថាមពលកើតឡើងវិញហើយទី2គឺធនធានថាមពលមិនកើតឡើងវិញយើងនិយាយពីចំណុចទី1មិញហ្នឹងគឺធនធានថាមពលកើតឡើងវិញអញ្ចឹងធនធានថាមពលកើតឡើងវិញហ្នឹងវាមានន័យថាជាប្រភពនៃធនធានថាមពលដែលស្អាតដែលបានមកពីធម្មជាតិហើយវាអត់ចេះរីងស្ងួតហើយវាអត់ប៉ះពាល់ដល់បរិស្ថានទេអញ្ចឹងខ្ញុំលើកឧទាហរណ៍មួយចោលដូចជាប្រភពធនធានថាមពលបានមកពីពន្លឺព្រះអាទិត្យចឹងយើងដឹងស្រាប់ហើយថាពន្លឺព្រះអាទិត្យពេលដូចយើងប្រើប្រាស់សូឡាអញ្ចឹងយើងយកថាមពលមកពីពន្លឺព្រះអាទិត្យចឹងហើយនៅពេលដែលវាអស់ធនធានថាមពលបើសិនជាវាមានពន្លឺព្រះអាទិត្យគឺវាអត់ងាយអស់ទេតែបើពន្លឺព្រះអាទិត្យអត់មានបានវាអស់ហើយដូចជាវារីអគ្គិសនីអីហ្នឹងគឺយើងវាជាប្រភេទធនធានថាមពលកាលឡើងវិញឯងព្រោះអីយើងប្រើប្រាស់កម្លាំងទឹកបង្វិលពីបូប៊ីនកាលណាដែលមានទឹកហូរវាមានធនធានថាមពលធ្វើឲ្យយើងប្រើអត់ងាយអស់ហើយនេះថាមពលកម្ដៅនៅក្នុងផែនដីអញ្ចឹងយើងដឹងស្រាប់ហើយថាមពលកម្ដៅនៅក្នុងផែនដីយើងភាគច្រើនគឺគេប្រើប្រាស់នៅពន្លឺព្រះអាទិត្យយើងទាញយកកម្ដៅឬក៏ចំហាយពីក្រោមដីដែលផ្ទាល់ហ្នឹងហើយវាមានប្រសិទ្ធភាពនិងវាស្អាតហើយនឹងមានប្រសិទ្ធភាពនេះដូចជាថាមពលពន្លឺព្រះអាទិត្យនិងខ្យល់អីហ្នឹងភាគច្រើនឥឡូវគេប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យច្រើនព្រោះអីវាជាប្រភេទធនធានថាមពលដែលកាត់ឡើងវិញហើយមិនងាយអស់នេះគឺថាទោះបីជាក្នុងតារាងវាសម្រាប់តែធនធានថាមពលសំខាន់ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នអញ្ចឹងយើងដឹងស្រាប់ហើយថារាល់ថ្ងៃគឺភាគច្រើនគេយកថាមពលមកប្រើប្រាស់គឺបានមកពីពន្លឺព្រះអាទិត្យដូចសប្តាហ៍ថ្ងៃនៅតាមផ្ទះយើងនៅតាមជនបទអីហ្នឹងគេប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យកន្លែងខ្លះវាអត់ទាន់រីកចម្រើនអីច្រើនអញ្ចឹងទៅគេប្រើប្រាស់ដូចជាសូឡាដើម្បីទាញពន្លឺព្រះអាទិត្យយកមកប្រើប្រាស់ប្រចាំថ្ងៃ2.2យើងនិយាយពីធនធានថាមពលមិនកើតឡើងវិញគេថាធនធានប្រភេទនេះមានបរិមាណកំណត់
បើប្រើអស់ហើយគឺត្រូវចំណាយពេលរាប់ឆ្នាំទើបវាកើតឡើងវិញហើយធនធានទាំងអស់នោះមានដូចជាឥន្ធនៈផូស៊ីលរួមមានធ្យូងថ្មប្រេងកាតនិងឧស្ម័នធម្មជាតិអញ្ចឹងខ្ញុំលើកឧទាហរណ៍ប្រេងកាតមួយចុះប្រេងកាតជាប្រភេទធនធានថាមពលដែលអាចកើតឡើងវិញទេបើសិនជាយើងប្រើវាអស់វាចំណាយពេលយូរវាមិនងាយកើតឡើងវិញណាវាមានលក្ខណៈថាបើសិនជាយើងប្រើវាអស់វាពិបាកក្នុងការកើតឡើងវិញប៉ុន្តែរាល់ថ្ងៃវាក៏មានច្រើនដែរប្រេងកាតហើយរបៀបប្រើរបស់វាគឺយើងដុតដើម្បីបង្កាត់កម្ដៅដាំទឹកឲ្យពុះហើយជាចំហាយទឹករួចបង្វិលប៊ូប៊ីនដើម្បីបង្កើតអគ្គិសនីផលប៉ះពាល់របស់វាគឺមានការបំពុលខ្យល់ខ្លាំងហើយធ្វើឲ្យផែនដីឡើងកម្ដៅនេះថាមពលនុយក្លេអ៊ែរក៏ជាប្រភេទថាមពលដែលកើតឡើងវិញដែរហើយផលប៉ះពាល់របស់វាយើងដឹងស្រាប់ហើយនុយក្លេអ៊ែរវាមានជាតិវិទ្យុសកម្មដែលធ្វើឲ្យយើងពិបាកនៅក្នុងការរស់នៅពេលខ្លះវាធ្វើឲ្យយើងប៉ះពាល់ដល់ដង្ហើមហើយមានគ្រោះថ្នាក់និងពិបាករក្សាទុកវាទៀតចំណុចទី3យើងនិយាយពីសារៈសំខាន់នៃធនធានថាមពលអញ្ចឹងយើងដឹងស្រាប់ហើយថាធនធានថាមពលនៅលើពិភពលោកយើងនេះគឺវាមានសារៈសំខាន់មែនតើព្រោះអីមនុស្សយើងរាល់ថ្ងៃយើងប្រើប្រាស់ធនធានថាមពលគឺវាចាំបាច់ទី1គេនិយាយថាធនធានថាមពលជួយឲ្យជីវិតមនុស្សប្រចាំថ្ងៃដំណើរការអញ្ចឹងយើងរាល់ថ្ងៃយើងប្រើប្រាស់ធនធានថាមពលច្រើនដូចជាយើងចម្អិនអាហារប្រើសម្រាប់បំភ្លឺផ្ទះឬក៏ប្រើប្រាស់ឧបករណ៍អគ្គិសនីយើងធ្វើដំណើរធ្វើអីអ្នកខ្លះគេប្រើប្រាស់ឡានឬក៏ម៉ូតូអគ្គិសនីអញ្ចឹងបើសិនជាអត់មានធនធានថាមពលទេក៏យើងពិបាកនៅក្នុងការបម្លេះទីឬក៏យើងចម្អិនអាហារអញ្ចឹងទៅទី2គឺអភិវឌ្ឍសេដ្ឋកិច្ចអញ្ចឹងធនធានថាមពលគឺវាបានចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងច្រើនព្រោះអីយើងដឹងស្រាប់ហើយថានៅក្នុងរោងចក្រឬក៏រោងចក្រឧស្សាហកម្មផ្សេងៗរាល់ថ្ងៃហ្នឹងគឺយើងប្រើប្រាស់ធនធានថាមពលដើម្បីបញ្ជូនម៉ាស៊ីនឬក៏ផលិតទំនិញប្រើប្រាស់អីផ្សេងៗអញ្ចឹងទៅហើយវាក៏ជួយនៅក្នុងវិស័យដឹកជញ្ជូនផងដែរដូចជាយន្តហោះកប៉ាល់អីហ្នឹងត្រូវការប្រេងឥន្ធនៈដើម្បីដំណើរការហើយជួយក្នុងវិស័យកសិកម្មអញ្ចឹងវិស័យកសិកម្មហ្នឹងវារបៀបថាធនធានថាមពលហ្នឹងវាជួយឲ្យម៉ាស៊ីនដំណើរការងាយស្រួលស្រោចស្រពប្រព័ន្ធហើយធ្វើឲ្យយើងហ្នឹងងាយស្រួលជាងមុនព្រោះអីយើងដឹងស្រាប់ហើយថាលើកមុនកាលពីមុននៅពេលដែលយើងអត់ទាន់មានធនធានថាមពលច្រើនដូចជាកសិករយើងភាគច្រើនគេប្រើប្រាស់ឬក៏ស្រោចដំណាំអីគេធ្វើវាដោយដៃវាអត់មានហើយវាប្រើរយៈពេលយូរដល់ពេលយើងមានធនធានថាមពលទៅគេប្រើម៉ាស៊ីនឬក៏ឧបករណ៍អីផ្សេងៗសម្រាប់ស្រោចស្រពដំណាំអីរបស់ពួកគាត់អីចឹងទៅហើយទី5គឺវាជួយអភិវឌ្ឍបច្ចេកវិទ្យានិងសង្គមដូចជាកុំព្យូទ័រឬក៏អ៊ីនធឺណិតនិងបច្ចេកវិទ្យាផ្សេងៗហ្នឹងវាត្រូវការអគ្គិសនីដើម្បីដំណើរការដូចកុំព្យូទ័រយើងអីរាល់ថ្ងៃបើសិនជាយើងប្រើទៅវាអស់ថ្មហើយវាអត់មានធនធានថាមពលសម្រាប់បញ្ចូលថ្មវាទេអញ្ចឹងសួរថាយើងប្រើវាកើតអត់វាគឺអត់កើតទេអញ្ចឹងយើងត្រូវមានធនធានថាមពលដើម្បីដោះស្រាយបញ្ហាផ្សេងៗព្រោះអីវាមានសារៈសំខាន់ខ្លាំងមែនតើអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្ណេះទេអរគុណ